យើងពិតជាមានការសោកស្ដាយដែលភាគីថៃកំពុងពិចារណាដកខ្លួនដោយឯកតោភាគីចេញពីអនុស្សាសនៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃឬមួយក៏ហៅកាត់ថា MOU 2001សម្រាប់កម្ពុជាយើងតែងតែផ្ដល់អាទិភាពទៅដល់យន្តការទ្វេភាគីដែលស្របទៅតាមអនុស្សាសនៈនៃការយោគយល់គ្នាមួយនេះជាង25ឆ្នាំកន្លងមកនេះអនុស្សាសនៈនៃការយោគយល់គ្នាមួយនេះបានដើរតួនាទីយ៉ាងសំខាន់ដែលជាក្របខ័ណ្ឌទ្វេភាគីដែលបានឯកភាពគ្នាសម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នាហើយការចូលជាធរមាននៃអនុស្សាសនៈនៃការយោគយល់គ្នានេះបញ្ជាក់ឲ្យឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការនិងសុឆន្ទៈទៅវិញទៅមកការដកខ្លួនដោយឯកតោភាគីចេញពីអនុស្សាសនៈនៃការយោគយល់គ្នានេះគឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលបង្កើតឲ្យមានក្របខ័ណ្ឌទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរបានពឹងផ្អែកនិងប្រើប្រាស់ជាង2ទសវត្សរ៍កន្លងនេះក្នុងករណីភាគីថៃដកខ្លួនដោយឯកតោភាគីចេញពីអនុស្សាសនៈនៃការយោគយល់គ្នាមួយនេះក្នុងនាមជារដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីកម្ពុជាពុំមានជំរើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំឬមួយក៏យើងអាចហៅថា compulsory conciliation ដែលបង្កើតឡើងនៅក្រោមអនុសញ្ញាមួយនេះនោះទេឆ្លៀតក្នុងឱកាសនេះខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរពាក់ព័ន្ធជាមួយនឹងយន្តការមួយនេះយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំគឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីជួយទៅដល់រដ្ឋភាគីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិការសម្រេចចិត្តរបស់កម្ពុជាគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងទាំងពីរអាចសម្រេចបាននៅដំណោះស្រាយមួយដែលយុត្តិធម៌ដែលយូរអង្វែងហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខ